ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចុះហត្ថលេខាទៅលើក្រដាស់កិច្ចព្រមព្រៀងបឋមបិទបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅរាជវាំងបារាំងវាក់សាយជាទីដែលលោកម៉ាក្រុងបានទទួលលោកជាភ្ញៀវកិត្តិយសរបស់វិមានប្រធានាធិបតីបារាំងកិច្ចព្រមព្រៀងបឋមដែលប្រធានាធិបតីអ៊ីរ៉ង់ក៏បានទទួលចុះហត្ថលេខាដែរនៅថ្ងៃពុធទី18មិថុនាគឺមានចែងចំនួន14ចំណុចចំណុចទី1អាមេរិកហើយនិងអ៊ីរ៉ង់បានសន្យាបញ្ឈប់ជាបន្ទាន់ហើយនឹងជារៀងរហូតប្រតិបត្តិការយោធានៅគ្រប់សមរភូមិដោយរាប់បញ្ចូលទាំងប្រទេសលីបង់លើសពីនោះភាគីទាំងពីរយល់ព្រមមិនប្រើកម្លាំងយោធាដើម្បីគំរាមដាក់គ្នាទៅវិញទៅមកទី2អាមេរិកហើយនិងអ៊ីរ៉ង់គោរពដែនអធិបតេយ្យភាពហើយនិងបូរណភាពទឹកដីគ្នាទៅវិញទៅមកដោយមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទី3ភាគីទាំងពីរសន្យាចរចាគ្នារយៈពេល60ថ្ងៃដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងចុងក្រោយមួយដែលនិយាយអំពីការបិទបញ្ចប់សង្គ្រាមអ៊ីរ៉ង់ទាំងស្រុងទី4នៅក្រៅការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបឋមហើយនៅក្នុងរយៈពេល30ថ្ងៃអាមេរិកសន្យាលែងបិទគប់កំពង់ផែអ៊ីរ៉ង់ពោលគឺអាមេរិកនឹងអនុញ្ញាតឲ្យកប៉ាល់អាចចេញចូលទៅកំពង់ផែអ៊ីរ៉ង់ក៏ប៉ុន្តែនៅក្នុងចំនួនមួយដូចគ្នាទៅនឹងចំនួនកប៉ាល់ដឹកប្រេងឬក៏កប៉ាល់ទំនិញដែលអ៊ីរ៉ង់នឹងអនុញ្ញាតឲ្យបើកឆ្លងកាត់សមុទ្រអុកមូសអាមេរិកសន្យាដែរថានៅក្រៅចុះកិច្ចព្រមព្រៀងចុងក្រោយហើយនឹងនៅក្នុងរយៈពេល30ថ្ងៃអាមេរិកនឹងដកកប៉ាល់ចម្បាំងរបស់ខ្លួនចេញឲ្យអស់ពីតំបន់ដែនទឹកក្បែរអ៊ីរ៉ង់ទី5បន្ទាប់ពីចុះកិច្ចព្រមព្រៀងបឋមអ៊ីរ៉ង់គឺត្រូវបើកច្រកសមុទ្រអុកមូសជាមួយនឹងការធានាសន្តិសុខហើយនឹងមិនទារថ្លៃចេញចូលពីកប៉ាល់ពាណិជ្ជកម្មនៅក្នុងរយៈពេល2ខែនៅត្រង់ចំណុចនេះអ៊ីរ៉ង់បានទាមទារពេល30ថ្ងៃដើម្បីដោះស្រាយបញ្ហាបច្ចេកទេសយោធាហើយនឹងដោះគ្រាប់មីនមុននឹងអាចបើកច្រកសមុទ្រអុកមូសឲ្យធ្វើដំណើរបានដោយរលូនដូចមុននៅក្នុងពេលជាមួយគ្នានេះអ៊ីរ៉ង់ក៏នឹងចរចាជាមួយនឹងប្រទេសអូម៉ង់ហើយនឹងក្រុមប្រទេសនៅឈូងសមុទ្រពាក់ដើម្បីនិយាយពីការគ្រប់គ្រងហើយនឹងថ្លៃសេវាឆ្លងកាត់នៅច្រកសមុទ្រអុកមូសចំណុចទី6អាមេរិកជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នឹងបង្កើតផែនការថវិកាចំនួន$300,000,000,000សម្រាប់ស្ដារសាងសង់ហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញនៅត្រង់ចំណុចនេះមន្ត្រីអាមេរិកធ្លាប់បន្លយថាអាមេរិកនឹងមិនចេញលុយសូម្បីតែ1សេនទៅឲ្យអ៊ីរ៉ង់ក៏ប៉ុន្តែបើសិនជាអ៊ីរ៉ង់ធ្វើចរិតត្រឹមត្រូវនោះគឺប្រទេសមហាស្ថិតប្រេងជិតខាងដូចជាអេមីរ៉ាតអារ៉ាប់រួមជាដើមដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកគឺអាចទៅជួយសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងទឹកដីអ៊ីរ៉ង់នៅចំណុចទី7វិញអាមេរិកបានសន្យាជំរុញឲ្យលុបចោលទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់ដែលរាប់ទាំងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិហើយនិងទណ្ឌកម្មឯកតោភាគីរបស់អាមេរិកនៅបន្ទាប់ពីមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងចុងក្រោយនៅប្រមាណខែខាងមុខនៅក្នុងចំណុចទី8អ៊ីរ៉ង់បានដាក់ខសន្យាមិនផលិតអាវុធនុយក្លេអ៊ែរចំណែកឯធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រើនបានដល់កម្រិតមួយខ្ពស់គឺអាចត្រូវរំលាយចោលនៅក្នុងទឹកដីអ៊ីរ៉ង់នៅក្រោមការត្រួតពិនិត្យតាមដានរបស់ទីភ្នាក់ងារ IAEA ដោយមិនចាំបាច់ដឹកយកទៅបំផ្លាញចោលនៅទឹកដីអាមេរិកដោយការលើកឡើងកន្លងមករបស់លោកដូណាល់ត្រាំទី9នៅក្នុងពេលរងចាំឲ្យមានកិច្ចព្រមព្រៀងចុងក្រោយអ៊ីរ៉ង់ហើយនិងអាមេរិកត្រូវប្រកាសសន្យា Status Quo មានន័យថាពីមុនមកយ៉ាងម៉េចគឺឥឡូវអញ្ចឹងមិនប្រែប្រួលអ៊ីរ៉ង់មានសិទ្ធិបន្តកម្មវិធីនុយក្លេអ៊ែរចំណែកឯអាមេរិកសន្យាមិនបន្ថែមទណ្ឌកម្មហើយក៏មិនបង្កើនការពង្រាយទ័ពបន្ថែមទៀតនៅក្នុងតំបន់ដើមបូព៌ាចំណុចទី10ចែងថាចាប់តាំងពីមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបឋមរហូតដល់ការដកចោលទណ្ឌកម្មទៅលើអ៊ីរ៉ង់ក្រសួងសេដ្ឋកិច្ចអាមេរិកនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់អាចនាំចេញប្រេងហើយនឹងលក់ផលិតផលទាក់ទងទៅនឹងប្រេងទៅក្រៅប្រទេសនៅចំណុចទី11ក្រោយពីមានកិច្ចព្រមព្រៀងបឋមតទៅអាមេរិកសន្យាបើកភ្លើងខៀវឲ្យអ៊ីរ៉ង់អាចទទួលលុយដែលអាមេរិកបានចាប់បង្កក់ទុកនៅទឹកដីបរទេសពីចំណុចទី12ដល់ចំណុចទី14គឺនិយាយអំពីការចាប់ផ្ដើមយន្តការចរចាដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយដើម្បីបិទបញ្ចប់សង្គ្រាមទាំងស្រុងរវាងអាមេរិកហើយនិងអ៊ីរ៉ង់កិច្ចព្រមព្រៀងចុងក្រោយនេះនឹងត្រូវបោះឆ្នោតអនុម័តគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ
ជារួមបន្ទាប់ពីអាមេរិកហើយនិងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងបឋមនៅថ្ងៃពុធម្សិលមិញចំណុចសំខាន់ចំនួន5នឹងត្រូវអនុវត្តភ្លាមៗដូចជាការបញ្ឈប់ជាបន្ទាន់ការវាយប្រហារគ្នាការបើកច្រកសមុទ្រអុកមូសពីសំណាក់អ៊ីរ៉ង់ការបើកភ្លើងខៀវរបស់អាមេរិកដើម្បីឲ្យកប៉ាល់ចូលទៅកំពង់ផែអ៊ីរ៉ង់ហើយនឹងការដកទណ្ឌកម្មមួយកម្រិតដោយអនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងឡើងវិញនៅក្នុងពេលរងចាំកិច្ចព្រមព្រៀងចុងក្រោយអាមេរិកសន្យាដែរថានឹងអនុញ្ញាតឲ្យអ៊ីរ៉ង់នេះទទួលបានលុយដែលអាមេរិកបានចាប់បង្កកនៅទឹកដីបរទេសនៅពេលចាក់ចេញពីរាជវាំងបារាំងវាក់សាយកាលពីថ្ងៃពុធលោកត្រាំបានប្រកាសដោយមោទនភាពថាលោកទើបតែចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបឋមជាមួយនឹងអ៊ីរ៉ង់ក៏ប៉ុន្តែនៅខាងភាគីអ៊ីរ៉ង់វិញទាំងមេដឹកនាំក្រុមហេសបូឡាលីបង់ហើយនិងប្រធានរដ្ឋសភាអ៊ីរ៉ង់បានប្រកាសពីជ័យជំនះដ៏ធំធេងរបស់អ៊ីរ៉ង់ពីព្រោះថាទៅតាមកិច្ចព្រមព្រៀងបឋមដែលលោកដូណាល់ត្រាំបានចុះហត្ថលេខាកាលពីថ្ងៃពុធអ៊ីរ៉ង់គឺបានទទួលផលប្រយោជន៍ហើយនឹងមានប្រៀបច្រើនទៅលើគូសត្រូវដែលធ្លាប់មានមហិច្ឆតាចង់ផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់អ្នកជំនាញក៏យល់ស្របដែរថាអ៊ីរ៉ង់នេះបានចំណេញច្រើនណាស់ពីកិច្ចព្រមព្រៀងផ្ទុយទៅវិញគឺអាមេរិកទេដែលបរាជ័យសឹងតែគ្រប់រឿងដោយមិនអាចទៅផ្ដួលរបបអ៊ីស្លាមអ៊ីរ៉ង់មិនអាចទៅបិទដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ឬក៏លុបបំបាត់ចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់មិនត្រឹមតែមិនអាចយកឈ្នះទៅលើអ៊ីរ៉ង់តាមផ្លូវសង្គ្រាមហើយនឹងការទូតក៏ប៉ុន្តែអាមេរិកនៅបានខាតបង់ទាំងជីវិតទាហាន13នាក់ហើយនឹងខាតលុយជាង$25,000 លានដែលកងទ័ពអាមេរិកបានចំណាយទៅលើសព្វាវុធធ្វើសង្គ្រាមវាយប្រហារទៅលើអ៊ីរ៉ង់នៅក្នុងរយៈពេល40ថ្ងៃ